សម្រាប់បងប្អូនចង់ក្លាយជាអ្នកជំនាញអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃឬក៏យើងហៅថា Mobile App Developer ប៉ុន្តែមិនដឹងថាតើគួរចាប់ផ្ដើមជាមួយនឹង Native App ឬក៏ Flutter ជាពិសេសបងប្អូនដែលកំពុងតែរៀននៅសាកលវិទ្យាល័យហើយកំពុងតែមានចំណាប់អារម្មណ៍ចង់ចាប់យកជំនាញណាមួយជាពិសេសនៅក្នុងជំនាញ Mobile App ប៉ុន្តែមិនដឹងថាតើគួរចាប់យក Native ជា iOS Developer Android Developer ឬក៏ចាប់យក Flutter ដែលយើងធ្វើម្ដងបានទាំងពីរអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំនឹងផ្ដល់ចំណុច3ដែលជាតថភាពពិតនៅក្នុងសង្គមការងារហើយក៏ជាចំណុចខ្លីខ្លឹមសម្រាប់អ្នកទាំងអស់គ្នាជួយជំរុញការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាបានលឿនដើម្បីឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមចំណុចទី1គឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅស្វែងរកខ្លួនឯងសិនថាតើរវាង Native ហើយនិង Flutter មួយណាជាចំណង់ចំណូលចិត្តអ្វីត្បិតតែវាជា Mobile App ដូចគ្នាក៏ប៉ុន្តែរបៀបនៅក្នុងការ develop គឺខុសគ្នាអញ្ចឹងរបៀបនៅក្នុងការស្វែងរកតើមួយណាជាចំណូលចិត្តអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចមើលនៅក្នុង YouTube អំពីរបៀបនៃការបង្កើតបច្ចេក Flutter គេធ្វើបែបម៉េច iOS គេធ្វើបែបម៉េច Android គេធ្វើបែបម៉េចអ្នកទាំងអស់គ្នាធ្វើការ testing ទៅខ្ញុំជឿថាត្រឹមតែមួយខែអីអ្នកទាំងអស់គ្នាអាចរកឃើញហើយថាមួយណាដែលអ្នកទាំងអស់គ្នាធ្វើទៅវាសុវ័យជាងងាយយល់ជាងអ្នកទាំងអស់គ្នាចាប់បានជាងអញ្ចឹងពេលហ្នឹងអ្នកទាំងអស់គ្នាអាចរកពលឺស្ទាក់ខ្លួនឯងមួយបានហើយថាអូខេគួរទៅ iOS ហ្មង Android ហ្មងឬក៏យក Flutter តែម្ដងហើយរឹតតែស្រួលមួយទៀតអ្នកនរគ្នាបង់លុយរៀនតែម្ដងបើសិនអ្នកនរគ្នាមិនធន់ធានណាបង់លុយរៀនខ្ញុំជឿថាបើអ្នកនរគ្នាចាប់យកមួយណាពេលអ្នកនរគ្នាបង់លុយរៀននឹងទៅមួយនោះឯងបើអ្នកនរគ្នាទៅបង់លុយរៀន Flutter ប្រកាស direct ទៅរក Flutter ហើយចំណុចទី2មិនថាអ្នកទាំងអស់គ្នាចេះ Flutter ឬក៏ Native ទេជា iOS developer ជា Android developer ឬក៏ Flutter ទេមុខជំនាញទាំងពីរហ្នឹងគឺសុទ្ធតែមានទីផ្សារដូចគ្នាសម្រាប់បច្ចុប្បន្ននៅចុងឆ្នាំ2025ដែលអ្នកនរគ្នាកំពុងមើលវីដេអូខ្ញុំហ្នឹងគឺមានទីផ្សារដូចគ្នា Native អាចទទួលបានប្រាក់ខែចន្លោះ500-600ទៅ1000 level senior Flutter ក៏ដូចគ្នាដែរក៏មានរ៉េងប្រាក់ខែប៉ុណ្ណឹងដូចគ្នាដែរអត់ខុសគ្នាទេហើយបើអ្នកទាំងអស់គ្នារកចំកន្លែងដែលត្រូវជាមួយ technology ដែលអ្នកនរគ្នាកំពុងចេះទៀតណាប្រាក់ខែរបស់អ្នកទាំងអស់គ្នាអាចលើសអ្វីដែលខ្ញុំកំពុងនិយាយហ្នឹងទៀតបើអ្នកទាំងអស់គ្នានៅក្នុងក្រុមហ៊ុនដែលគេកំពុងតែប្រើប្រាស់ Flutter យក technology Flutter ទៅប្រើដើម្បីបង្កើត app រកចំណូលហើយអ្នកទាំងអស់គ្នាចេះ Flutter អញ្ចឹងអ្នកទាំងអស់គ្នាគឺជា resource សំខាន់សម្រាប់ក្រុមហ៊ុនហើយអញ្ចឹងការចំណាយរបស់យើងការចំណាយសម្រាប់ក្រុមហ៊ុនលើយើងដែលជាប្រាក់ខែហ្នឹងអត់ម៉ាញទេអាហ្នឹងចំណុចទី2អញ្ចឹងចង់បញ្ជាក់អ្នកទាំងអស់គ្នាថាចេះមួយណាក៏មានទីផ្សារការងារដែរចំណុចទី3ឧបមាថាអ្នកទាំងអស់គ្នាជា Flutter developer ហើយស្រាប់តែឆ្នាំក្រោយ technology មានការប្រែប្រួលគេ involve ទៅប្រើ Native អ្នកទាំងអស់គ្នាអាចទៅរៀនជា Native បានចាប់យក iOS ឬក៏ Android បានព្រោះអ្នកទាំងអស់គ្នាជា mobile developer ស្រាប់ហើយគ្រាន់តែប្រើ technology Flutter អញ្ចឹងអ្នកទាំងអស់គ្នា convert ទៅជា native developer ជា iOS ឬក៏ Android ខ្ញុំគិតថាអ្នកទាំងអស់អត់ពិបាកទេហើយបើអ្នកទាំងអស់គ្នាជា Native ហើយស្រាប់តែឆ្នាំក្រោយ technology ប្រែប្រួលទៅប្រើ Flutter អ្នកទាំងអស់គ្នា convert ទៅជា Flutter ក៏អត់ពិបាកដែរនេះពីខ្ញុំហ៊ានប្រាប់ថាអញ្ចឹងព្រោះដោយសារសប្តាហ៍ថ្ងៃខ្ញុំក៏ជា native developer ដែរហើយសម្រាប់ native app គឺយើងនៅពេញនិយមហើយក៏កាន់តែចាំបាច់ដែរនៅក្នុងបច្ចេកធំៗចំណុចដែលខ្ញុំចង់បន្ថែមលើសពី3ចំណុចហ្នឹងគឺចំណុចមួយទៀតគឺតាក់ទងជាមួយនឹង freelance បច្ចេកអឺសម្រាប់ថ្ងៃនេះ freelance បច្ចេកដោយសារយើងដឹងស្រាប់ហើយ freelance បច្ចេកខ្ញុំអាចប្រាប់បានថាគឺបច្ចេកមួយដែលចាយលុយអត់សូវច្រើនទេអញ្ចឹងភាគច្រើនគឺ Flutter ចាំរៀង popular ជាងរៀងមានប្រជាប្រិយភាពជាងភាគច្រើនខ្ញុំជួបភ្ញៀវឬក៏ជួបអ្នកស្គាល់គេច្រើនតែសួរថាចេះ Flutter អត់ព្រោះគេមានបច្ចេកចង់ឲ្យធ្វើអីចឹងទៅអញ្ចឹងឃើញថារៀងសម្បូរទីផ្សារនៅខាងក្រៅដែរអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំចែករំលែកដល់អ្នកនរគ្នាទាក់ទងជាមួយការសម្រេចចិត្តនៅក្នុងការជ្រើសរើសតើគួរយក Flutter ឬក៏ Native ហ្នឹងខ្ញុំមាន3ចំណុចហ្នឹងដែលខ្ញុំគិតថាវាខ្លីខ្លឹមសម្រាប់អ្នកនរគ្នា